ខ្ញុំបាទសូមជម្រាបសួរបាទខ្ញុំបាទឈ្មោះឃីមមីហុងបាទជាគ្រូបរិញ្ញាបត្រមុខវិជ្ជាផែនដីវិទ្យាថ្នាក់ទី11ហើយថ្ងៃនេះខ្ញុំបានដឹកនាំសិស្សធ្វើការពិសោធន៍ប្រធានបទយើងគឺតាក់ទងទៅនឹងគំរូសំណាក់នៃបន្ទប់ភ្នំភ្លើងបាទនៅក្នុងគោលបំណងនៃការធ្វើពិសោធន៍យើងនេះបាទមានន័យយើងបន្ទាប់ពីយើងបានរៀនពីទ្រឹស្ដីហើយគឺយើងបាននាំសិស្សបាទយើងធ្វើការពិសោធន៍បាទដើម្បីបង្ហាញអំពីគំរូនៃបន្ទប់ភ្នំភ្លើងបាទថាតើភ្នំភ្លើងបន្ទប់ជាក់ស្ដែងនេះគឺវាមានលក្ខណៈបាទបែបណាព្រោះដោយសារយើងបានរៀនទ្រឹស្ដីអញ្ចឹងយើងបាននាំសិស្សមកធ្វើការអនុវត្តបាទដើម្បីឲ្យសិស្សគាត់បានឃើញជាក់ស្ដែងថាភ្នំភ្លើងដែលបន្ទប់ហ្នឹងគឺមានលក្ខណៈបែបណាអញ្ចឹងនៅក្នុងការធ្វើពិសោធន៍នេះដែលសម្ភារៈរបស់យើងវិញមានដូចជាភ្នំភ្លើងបាទដែលយើងភ្នំភ្លើងនេះយើងត្រូវមានការរៀបចំធ្វើជារូបរាងដែលមានភ្នំភ្លើងយើងមានជាដបទឹកសុទ្ធហើយបន្ទាប់មកយើងដាក់គ្របกระดาษពីខាងក្រៅហើយយើងរៀបចំឲ្យបាទឲ្យមានលក្ខណៈដូចជាភ្នំភ្លើងហើយសម្ភារៈបន្ទាប់យើងនោះយើងមានដូចជាទឹកខ្មេះសាប៊ូ baking soda កែវបាទដែលយើងយកមកលាយជាល្បាយយើងមានសាព្រាបាទនេះគឺជាសម្ភារៈអញ្ចឹងសម្ភារៈទាំងអស់នេះលោកគ្រូឬក៏អ្នកធ្វើការធ្វើពិសោធន៍ទាំងអស់ហ្នឹងយើងអាចច្នៃយើងអាចបត់បែនទៅតាមស្ថានភាពជាក់ស្ដែងសម្រាប់ដំណើរការនៅក្នុងការពិសោធន៍នេះគឺមុនដំបូងនៅពេលដែលយើងរៀបចំជាភ្នំភ្លើងហើយបាទអញ្ចឹងអ្វីយើងត្រូវធ្វើបន្តទៀតនោះគឺជំហានបន្ទាប់គឺយើងចាក់ baking soda បាទ baking soda ហ្នឹងយើងចាក់ចូលទៅក្នុងភ្នំភ្លើងទៅបន្ទាប់មកយើងយកកែវមកយើងចាក់ជាមួយនឹងទឹកខ្មេះហើយជាមួយនឹងទឹកសាប៊ូហើយយើងលាយជាមួយរយៈបាទរយៈពណ៌ក្រហមហ្នឹងបាទបើរយៈដែលមានពណ៌ក្រហមខ្លាំងកាន់តែល្អបន្ទាប់មកយើងកូរល្បាយហ្នឹងចូលគ្នាឲ្យសព្វបាទដល់ពេលយើងកូរវាឲ្យសព្វហើយយើងយកវាទៅចាក់ចូលទៅក្នុងភ្នំភ្លើងបាទដែលយើងបានរៀបចំទុកដែលយើងបានចាក់ baking soda ចូលអញ្ចឹងពេលដែលយើងបានចាក់ចូលទៅពេលនោះគឺដំណើរការនៃប្រតិកម្មគីមីដែលល្បាយនៃទឹកសាប៊ូទឹកខ្មេះហ្នឹងគឺវានឹងមានប្រតិកម្មជាមួយនឹង baking soda អញ្ចឹងធ្វើឲ្យមានបន្ទុះបានកើតឡើងបាទអញ្ចឹងនៅពេលនោះបន្ទុះដែលបានកើតឡើងហ្នឹងហើយគឺយើងបានសន្និដ្ឋានថានេះគឺជាបន្ទុះភ្នំភ្លើងដែលបានកើតឡើងនៅលើផ្ទៃផែនដីយើងជាក់ស្ដែងហើយនៅក្នុងបន្ទុះដែលយើងបានធ្វើនេះគឺវាស្ថិតនៅក្នុងប្រភេទនៃបន្ទុះស្ងប់បាទវាមិនមែនជាបន្ទុះខ្លាំងទេបាទអញ្ចឹងក្រោយពេលដែលយើងបានធ្វើសកម្មភាពហើយភ្នំភ្លើងយើងក៏បានផ្ទុះកាត់ឡើងអញ្ចឹងយើងអាចសន្និដ្ឋានបានថាភ្នំភ្លើងដែលបានកើតឡើងនៅផ្ទៃផែនដីយើងនេះគឺវាបាទកើតឡើងជាក់ស្ដែងគឺវាតាក់ទងទៅនឹងការបុកគ្នាមានន័យថាតាក់ទងទៅនឹងព្រំដែនជំនួបហើយនឹងព្រំដែនបែកចេញឬក៏ជាចំណុចក្តៅដែលវាអាចបង្កើតបានទៅជាភ្នំភ្លើងដែលមាននៅផ្ទៃផែនដីយើងសប្តាហ៍ថ្ងៃនេះហើយប្រទេសដែលកើតឡើងមានភ្នំភ្លើងហ្នឹងបាទមានបណ្ដាប្រទេសមួយចំនួនដូចជាប្រទេសហ្វីលីពីនប្រទេសឥណ្ឌូនេស៊ីឬក៏ប្រទេសជប៉ុនបាទហើយនឹងបណ្ដាកោះឬក៏ប្រទេសដែលស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកបាទអរគុណ